ระสำคัญครั้งนะสำหรับทีวีពិភពលោកក៏ដូចជាជនជាតិដើមភាគតិចថ្ងៃ9សីហាគឺជាថ្ងៃមួយដែលយើងជនជាតិដើមភាគតិចយើងសម្រាកហើយជួបជុំគ្នាដើម្បីសម្ដែងនៅទុកកង្វល់ដែលមានបញ្ហាពួកគាត់រស់នៅតាមតំបន់ព្រៃភ្នំឡងអូដាច់ស្រយាលពីទីរួមស្រុកទីរួមខេត្តដូច្នេះជីវិតពួកគាត់រស់នៅពឹងអាស្រ័យលើធនធានធម្មជាតិបន្លែព្រៃដៅវល្លិដើម្បីមកដូរដោះជាជីវភាពរបស់គាត់ឲ្យប្រសើរឡើងដូច្នេះគាត់មានការចូលរួមយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិនិងជីវៈចម្រុះផ្សេងៗយើងខ្ញុំសហគមន៍បានធ្វើការងារយ៉ាងសកម្មជាមួយអង្គការ CI ក្នុងការអភិរក្សធនធានធម្មជាតិដីធ្លីព្រៃឈើដើរល្បាតការពារដើម្បីឲ្យគង់វង្សសម្រាប់កសាងធ្វើផ្លូវស្ពានផ្ទះសម្បែងទុកតកូនតចៅជំនាន់ក្រោយហើយម្យ៉ាងទៀតការពារអត្តសញ្ញាណជនជាតិដើមភាគតិចអភិរក្សភាសាក៏ដូចជាសម្លៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិចឃើញបានលទ្ធផលល្អប្រសើរធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនយ៉ាងច្រើននៅក្នុងសហគមន៍យើងខ្ញុំ